គ្រាមួយចុងជឿនិងហ៊ុយស៊ីនាំគ្នាដើរលេងកម្សាន្តនៅតាមដងស្ទឹងមួយពេលកំពុងដើរឆ្លងស្ពានជងជីបានឃើញត្រីហែលចុះឡើងឆ្វែលឆ្វាត់ក្នុងស្ទឹងគេក៏ពោលតិចតិចថាមើលចុះពួកត្រីទាំងនេះហាក់ដូចជាមានក្តីសុខសម្បំណាស់ឬដូច្នេះហ៊ុយស៊ីក៏សួរទៅកាន់គាត់ថាលោកម្ចាស់មិនមែនជាត្រីផងហេតុអីក៏ដឹងថាត្រីវាមានក្តីសុខជងជីក៏សួរម្ចាស់ទៅវិញលោកម្ចាស់ក៏មិនមែនជាខ្ញុំដែរហេតុអីក៏លោកម្ចាស់ដឹងថាខ្ញុំមិនដឹងថាត្រីវាមានក្តីសុខហ៊ុយស៊ីឆ្លើយខ្ញុំប្របាទមិនមែនជាលោកម្ចាស់ទៅបានជាខ្ញុំមិនដឹងថាតើលោកម្ចាស់មានអារម្មណ៍ដូចម្តេចឯលោកម្ចាស់ក៏មិនមែនជាត្រីដែរហេតុអ្វីក៏លោកម្ចាស់អាចដឹងថាត្រីវាមានក្តីសុខឬគ្មានក្តីសុខជងជីអធិប្បាយថាបើយើងគិតតាមលំដាប់លំដោយនៃហេតុការណ៍ឲ្យបានអត់ល្អបន្តិចយើងមុខជានឹងអាចយល់បានអំបញ្ញនេះលោកម្ចាស់បានសួរខ្ញុំថាហេតុអ្វីបានជាដឹងថាត្រីវាមានក្តីសុខនេះជាការបង្ហាញថាលោកម្ចាស់បានដឹងថាខ្ញុំពិតជាដឹងរឿងនេះចំណែកឯរឿងដែលថាហេតុអ្វីបានជាខ្ញុំដឹងនោះគឺមកពីខ្ញុំបានឈរនៅលើស្ពានឃើញត្រីហែលចុះឡើងយ៉ាងរីករាយហេតុនេះទើបខ្ញុំដឹងថាអារម្មណ៍ថាត្រីវាមានក្តីសុខជាខ្លាំងបើតាមសម្ដីរបស់ហ៊ុយស៊ីមានន័យថាមានតែត្រីខ្លួនវាប៉ុណ្ណោះទើបអាចដឹងថា